មេរោគកាចសាហាវជាច្រើនបានរាតត្បាតពីពេញពិភពលោកមនុស្សជាច្រើនទទួលរងនៃការរាតត្បាតពីជំងឺទាំងអស់នេះក្នុងឆ្នាំ1918មនុស្សជាង50លាននាក់ទូទាំងពិភពលោកបានស្លាប់ដោយសារជំងឺ Spanish flu ឆ្នាំ1957មនុស្សទង 70,000 នាក់នៅសហរដ្ឋអាមេរិកត្រូវបានស្លាប់ដោយសារជំងឺផ្ដាសាយ Asian flu ក្នុងឆ្នាំ2003មានករណីស្លាប់ដោយសារជំងឺសាប្រហែលជា 8,096 ករណីឆ្នាំ2009មានករណីស្លាប់ដោយសារជំងឺផ្ដាសាយបក្សី H1N1 ជាង 400,000 នាក់ឆ្នាំ2015មេរោគ Ebola បានសម្លាប់មនុស្សរហូតដល់ទៅ 8,000 នាក់ទូទាំងពិភពលោកពពួកមេរោគបាក់តេរីជាច្រើនប្រភេទដែលយើងមិនអាចមើលឃើញមេរោគគឺជាពពួកប៉ារ៉ាស៊ីតដែលធ្វើឲ្យយើងមានជំងឺផ្សេងៗតែពពួកវីរុសនិងបាក់តេរីវាចូលក្នុងសារពាង្គកាយរបស់យើងបានយ៉ាងដូចម្តេចវាចុងតាមច្រមុះនិងតោងជាប់ជាមួយនឹងកោសិការបស់យើងបន្ទាប់មកវានឹងជ្រាបចូលទៅក្នុងកោសិការបស់យើងនិងធ្វើការបង្កកំណើតទៅកាន់កោសិកាផ្សេងទៀតកោសិកាដែលទទួលរងផលប៉ះពាល់នឹងបន្តការរាតត្បាតទៅកាន់កោសិកាផ្សេងទៀតនិងបង្កការរាតត្បាតកាន់តែធ្ងន់ធ្ងរសន្ទុះកំណើននៃការឆ្លងបាក់តេរីគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះបញ្ហាសុខភាពទូទាំងពិភពលោកតើអ្នកនៅពឹងផ្អែកទៅលើពពួកថ្នាំសាសអង់ទីវីរូទិកតែមែនឬទេប្រសិនបើអ្នកឧស្សាហ៍ដាសាយអកគ្រុនក្តៅអាឡែស៊ីស្បែកហើយប្រើរយៈពេលយូរដើម្បីជាសះស្បើយនោះបានន័យថាប្រព័ន្ធការពាររាងកាយរបស់អ្នកចុះខ្សោយហើយធានាគុណភាពល្អធម្មជាតិ 100% Bovine colostrum ជាអាហារដ៏ល្អជួយប្រព័ន្ធការពាររាងកាយឲ្យមានភាពល្អប្រសើរឡើងគុណប្រយោជន៍នៃទឹកដោះម្ដាយក្នុងរយៈពេល3ថ្ងៃបន្ទាប់ពីសម្រាលបានផ្ដល់នូវភាពល្អប្រសើរដល់ទារកឲ្យស៊ាំទៅនឹងមេរោគគ្រប់ប្រភេទគុណប្រយោជន៍នៃទឹកដោះដំបូងត្រូវបានគេស្រាវជ្រាវទូទាំងពិភពលោកនិងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ Bovine colostrum មានសណ្ឋានម៉ូលេគុលស្រដៀងទៅនឹងទឹកដោះដំបូងរបស់មនុស្សដែលជួយឲ្យប្រព័ន្ធការពាររាងកាយយើងមានភាពល្អប្រសើរឡើងរាងកាយរបស់មនុស្សមានប្រព័ន្ធភាពស៊ាំជាច្រើនប្រភេទកូឡូស្ត្រូមមានទុកភាពស៊ាំដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយដោយបង្កើននូវការផលិតអង់ទីកនៅក្នុងរាងកាយសូមណែនាំទឹកដោះដំបូង Argisic ដែលមានផ្ទុកនៅសារធាតុចិញ្ចឹមសំខាន់ៗប្រឆាំងទៅនឹងជំងឺផ្សេងៗរហូតដល់ទៅ 200% ខ្ពស់ជាងទឹកដោះដែលប្រមូលផលក្នុងរយៈពេលយូរទឹកដោះដំបូង Argisic មានផ្ទុកនៅសារធាតុដែលមានប្រយោជន៍ជាង70ប្រភេទនៅក្នុងនោះមានសារធាតុជួយដល់ប្រព័ន្ធការពារភាពស៊ាំ31ប្រភេទសារធាតុជំនួយដល់ការលូតលាស់9ប្រភេទនិងសារធាតុដែលមានប្រយោជន៍ដទៃទៀតរហូតដល់ទៅ37ប្រភេទសារធាតុជំនួយដល់ប្រព័ន្ធភាពស៊ាំជួយឲ្យរាងកាយមានភាពរឹងមាំប្រឆាំងនឹងការរាតត្បាតពីមេរោគផ្សេងៗសារធាតុជំនួយដល់ការលូតលាស់ពន្លឿនការជាសះស្បើយនៃដំបៅកាត់បន្ថយស្លាកស្នាមជួសជុលបណ្ដុំកោសិកាសាច់ដុំជួយឲ្យស្បែកតឹងណែនជួយឲ្យឆ្អឹងរឹងមាំនិងជំរុញការលូតលាស់ប្រព័ន្ធការពាររាងកាយរបស់យើងដូចជារនាំងការពាររាងកាយយ៉ាងរឹងមាំជួយឲ្យសុខភាពរបស់យើងល្អប្រសើរឡើងរបាំងការពារដំបូងគឺច្រមុះជួយការពារធូលីឬភ្នាក់ងារបង្កជំងឺផ្សេងៗមិនឲ្យជ្រាបចូលក្នុងសារពាង្គកាយរបាំងការពារទី2ប្រយុទ្ធប្រឆាំងនិងសម្លាប់មេរោគដែលជ្រាបចូលក្នុងសារពាង្គកាយរបាំងការពារទី3ធ្វើការផលិតអង់ទីកឬកោសិកាពិសេសដើម្បីកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗដែលជ្រាបចូលក្នុងសារពាង្គកាយរបាំងការពារទី4ការពារកោសិកាដោយសម្លាប់មេរោគនិងមិនឲ្យមេរោគបន្តពូជក្នុងកោសិកាបានអង់ទីកមានសារៈសំខាន់ណាស់ដល់រាងកាយរបស់មនុស្ស Argisic គឺជាទឹកដោះដំបូងដែលមានគុណភាពល្អបំផុតជួយដល់ប្រព័ន្ធការពាររាងកាយ